ឃើញថាមេឃបើកថ្ងៃចឹងក៏សម្រេចចិត្តពីអ្នកអ៊ីក្មួយនាំគ្នាដើរទៅផ្សារទៅជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមេឃអត់មានភ្លៀងចឹងហើយក៏សម្រេចចិត្តពីអ្នកអ៊ីក្មួយនាំគ្នាដើរទៅផ្សារបើគិតទៅតាំងពីថ្ងៃដែលអ៊ីទៅហូរមកដល់ប្រទេសបារាំងមកបើមិនតិចទេក៏ភ្លៀងដែរនិយាយទៅរៀងពិបាកដើរដែរហ្នឹងតោះឥឡូវនេះសូមចែករំលែកអំពីចំណេះដឹងមួយទៀតជូនបងប្អូនខ្ញុំជឿថាបងប្អូនខ្លះក៏ដឹងតែអ្នកខ្លះអត់ទាន់ដឹងទេអញ្ចឹងយើងយកសាច់យកលាងទឹកសម្អាតឲ្យស្អាតហើយស្រុះវាប្រហែលជា3ទៅ4នាទីអីហ្នឹងបន្ទាប់ហើយយើងយកសាច់នោះយកមកលាងទឹកត្រជាក់ចេញស្រង់ចេញពីទឹកក្តៅហើយត្រូវបើកទឹកត្រជាក់លាងបែបនេះណាបងប្អូនយកមកលាងទឹកបែបហ្នឹងចេញចំនួន2ដងអីចឹងទៅយើងលាងវាហើយយើងដាក់ទឹកវាឲ្យស្រក់ទឹកបានន័យថាមិនត្រឹមតែស្រក់ទឹកអស់ទេវាត្រជាក់ទៀតរួចហើយទើបយើងរៀបចំសាច់នោះដាក់ចូលនៅក្នុងប្រអប់ហើយយកដាក់ចូលទូបងប្អូនធ្វើបែបនេះទៅសាច់យើងអត់ស្អុយទេថែមទាំងអត់មានក្លិនសាច់ជ្រូកទៀតវាក្លិនឈ្ងុយអញ្ចឹងណាបងប្អូនបន្ទាប់មកយើងយកទៅដាក់ក្លាសេក្នុងទូត្រជាក់ធម្មតាតាមចំនួនដែលយើងចង់ញ៉ាំឬក៏ដាក់កកក៏បានដែរចែករំលែកនេះមានតែប៉ុណ្្នឹងទេបើបងប្អូនមានវិធីសាស្ត្រអ្វីទៀតអាចចែករំលែកជាមួយគ្នាបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ